យោងតាមកាសែត China Daily ប្រតិបត្តិការបង្ក្រាបបណ្ដាញជួញដូរសាច់ខុសច្បាប់ត្រូវបានធ្វើឡើងនៅក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនទាំងមូលហើយគិតត្រឹមពាក់កណ្ដាលខែមិថុនានេះអាជ្ញាធរបានបំបែកបណ្ដាញជួញដូរធំៗយ៉ាងតិចចំនួន14រឹបអូសបានសាច់គ្រប់ប្រភេទរួមមានស្លាបមាន់សាច់ជ្រូកនិងសាច់គោគិតជាសរុបចំនួនជាង 10,000 តោនដែលមានតម្លៃជាទឹកប្រាក់ជិត$500 លានអាមេរិកអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងចំណោមសាច់ខុសច្បាប់ដែលគេរឹបអូសបាននេះមានជាច្រើនតោនសុទ្ធតែជាសាច់ស្អុយហួសការកំណត់ហើយអ្វីដែលធ្វើឲ្យគេកាន់តែហួសចិត្តទៅទៀតនោះគឺសាច់ខ្លះមិនមែនហួសការកំណត់ត្រឹមរាប់ខែនោះទេតែហួសកំណត់រហូតដល់ទៅរាប់ទសវត្សរ៍ជាពិសេសគេបានរកឃើញសាច់ខ្លះត្រូវបានគេក្លាសេទុកយ៉ាងតិច40ឆ្នាំមកហើយនេះមានន័យថាសាច់អស់ទាំងនេះត្រូវបានគេកាប់វិចខ្ចប់និងក្លាសេទុកតាំងពីសម័យកាលដែលម៉ៅសេតុងនៅរស់នៅឡើយយោងតាមមន្ត្រីខេត្តហ៊ុនណានដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសចិនសាច់ខុសច្បាប់ដែលអាជ្ញាធររឹបអូសបាននៅពេលនេះភាគច្រើនគឺមកពីតំបន់ចាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាមពួកឈ្មួញទំនងជាបានទិញសាច់អន់ក្នុងតម្លៃថោកពីបរទេសដោយដឹកឆ្លងកាត់តាមហុងកុងនិងវៀតណាមដើម្បីចូលទៅចែកចាយលក់នៅក្នុងប្រទេសចិនហើយជាទូទៅការដឹកជញ្ជូនតាមផ្លូវដ៏វែងឆ្ងាយនិងប្រើរយៈពេលយូរនេះក្រុមឈ្មួញមិនបានប្រើរថយន្តពិសេសសម្រាប់ដឹកសាច់នោះទេដែលជាហេតុធ្វើឲ្យសាច់ត្រូវខូចនៅតាមផ្លូវនៅពេលដឹកជញ្ជូនក៏ប៉ុន្តែពួកឈ្មួញបានយកសាច់ដែលខូចនេះទៅក្លាសេរួចហើយចែកចាយលក់នៅក្នុងប្រទេសចិនដែលត្រូវបានគេស្គាល់ជាទូទៅថាការអនុវត្តច្បាប់នៅមានការធូររលុងច្រើននៅឡើយទាក់ទងទៅនឹងការត្រួតពិនិត្យគុណភាពនិងអនាម័យនៃចំណីអាហារ